update ในนั้นนะយើងចូលយកពី update មក click លើវាមកយកពី action នេះក៏បានដែរតែយើងមិនទេយើង mouse ស្ដាំមួយឥឡូវយកពី action ចុះឥឡូវ click លើវាយក action យក update យ៉ាងក្រុមនេះហើយយកកន្លែងនេះមកហើយតើមកយើងទៅយករើសប្រភេទនេះប្រភេទខ្សែ communication កន្លែង com មាន communication យើងរកពីនេះរកពី port ហ្នឹងបាទហើយយកពាក្យ next អូខេហើយបន្តមកទៀតយើងទៅរកពាក្យមួយទៀតមួយឡើយនេះមកនេះ extra corporation តែមកហើយវាមានពាក្យនឹងពាក្យហ្នឹងហើយប៉ុន្តែចំណាំដៃនេះយើងត្រូវយកនេះទៅពាក្យកន្លែង hard disk ហ្នឹងណា hard disk កន្លែង driver ដែលយើងត្រូវការពាក្យ browser ហើយយើងចូលកន្លែងហ្នឹងយើងចូល location របស់ Titan ណានេះ Titan ចូលពាក្យ Titan នេះមកណា Titan driver device ហើយយកពាក្យនេះមក PCI Express ហ្នឹងហើយយករបស់យើង computer របស់យើងប្រហែល bit របស់យើង64 bit ទេយក64 bit ហើយយើងយកពាក្យលើនេះហើយយកពាក្យ open យកពាក្យ OK ហើយយក next ទៅមកយក yes OK ហើយមួយទៅមកទៀត install មកទៀត install យើងយកមក click បានទេគឺយើងក៏យក select លើនេះមកយកមិញមកនេះ action update នេះដែរមកហើយយក select ពាក្យមិញដែលយើងបានឃើញមិញចាំពេកអូខេយកពាក្យនឹងដែរមកនេះមកហើយយកពាក្យនេះហើយselect យកពាក្យ extra នេះហើយយកពាក្យ hardware យកនេះមកហើយយកពាក្យនេះដែរអូខេ next yes close ឥឡូវយើងមាន com 2ណា com 1 com 8 com 9អញ្ចឹងអានេះបាច់ខ្វល់ទេបានទេហើយយើងនេះប៉ុណ្ណឹងចោលមកយើងចូលកម្មវិធីហ្នឹងបញ្ជាក់យើងយក property មកស្ដាំហើយយើងដាក់ពាក្យ no check no home មកដើម្បីសេះកម្មវិធីយើងបើកទៅមកតែត្រូវបញ្ជាក់ថានេះ logic ហ្នឹងសម្រាប់របស់យើងមិនមកកាត់ធម្មតាឥឡូវយើងយកពាក្យនេះមកអូខេឥឡូវវានៅ error តាមមុខសណ្ដែកចុចមក error ខំ10អញ្ចឹងយើងអាចមូតាណាបានទេយើងអាចចុចទៅមូតាណាបានទាំងអស់ប៉ុន្តែយើងត្រូវប្រកាសថាយើងត្រូវតែមានតងជាមួយនឹង ASCII ហើយចូលចំណុចបន្តទៀតយើងចុចពាក្យ F4 មកណា F4 ដៃ F4 ចូលយើង set យើងមើល com នេះបោះ logic ណាកុំដូរនឹងยัด error logic ហើយយើងយក file com នេះបើយើងពេលខ្លះវា error ហើយនេះអត់មានសញ្ញារបស់យើងយក com នេះមកហើយយើងយក com មក com 8ហើយយើងយកពី apply អាហ្នឹងយើងតេស្តមើលដែរព្រោះខ្លាចវាខុស com ហើយដល់មកទៀតចូលកន្លែង ASCII យើងយក com ពីគ្នាហើយយើងយកដាក់ com 4ព្រោះអាហ្នឹងវាខុសគ្នានេះទៅដល់មួយ XY របស់ encoder ទៅវាលេខ number ខុសគ្នាហើយយើងឥឡូវវា recommend ឲ្យ restart ទៅយើងអូខេទៅមកណាហើយយើងអត់បាននោះទៀតហើយអូខេខ្វែងគេចាំតិចឥឡូវយើងបើកឡើងវិញអូខេចាំតិចហើយនេះអូខេមកណាហ្នឹងហើយឥឡូវវាអត់អីទេអត់អីerrorទេយើងអាចបញ្ជាបានឃើញហើយទៅជាដៃអូខេយើងហើយយកប៉ុណ្ណឹងហើយទៅមកទៀតយើងខ្វែងចោលឡើងវិញដើម្បីយើងទៅដោះកូដនឹងចេញនេះមក click មកស្នាមមួយយកពាក្យ property ហើយយើងលុបកូដទៅមកហើយឥឡូវរួចរាល់ហើយអស់ហើយវីដេអូប៉ុណ្ណឹងទេអរគុណ